ស្ដីអ្នកគ្នាខ្ញុំបាទដារ៉ាត់ថ្ងៃនេះយើងក៏មកបន្តសាច់រឿងរបស់យើងបន្តទៀតសាច់រឿងបានចាប់ផ្ដើមឡើងជាមនុស្សដែលមានគ្រោះថ្នាក់ព្រោះថានាងធ្លាប់បានស្លាប់មនុស្សអស់ជាច្រើនហើយនាងពិតជាមានធម៌ពលមែនតើនាងធ្លាប់ស៊ើបអង្កេតពីនេះកលេចធម៌នឹងដែរគឺថានាងពិតជាខ្លាំងមែនតើនាងគឺមានធម៌ពលព្រលឹងរហូតដល់ទៅ10និយាយទៅគឺថាពិតជាសាហាវមែនតើណានិយាយទៅគឺថាស្លាប់នាងហ្នឹងគឺមិនងាយងាប់នោះទេនៅពេលពីបាញ់ទៅកាន់រៀនហើយកលេចធម៌ក៏បាននិយាយថានេះហើយគឺជាមូលហេតុដែលចេះដឹងរឿងច្រើនពេកពេលនោះយើងក៏ឃើញថាសុយហ្គេងក៏បាននិយាយទៅកាន់កលេចធម៌ថាតានាងធ្វើអ្វីទៅកាន់រៀនហ្នឹងតែមានណាកំពុងតែនិយាយហ្នឹងកលេចធម៌ក៏បានតមកក្រុមមួយទៀតទៅនិយាយទៅត្រូវម្នាក់មួយហ្មងណាយើងក៏បានកលេចធម៌ក៏បាននិយាយថានោះគឺជាសាច់ក្រនាគមិនដឹងថាបកត្រូវអត់ទេតែខ្ញុំសង្ឃឹមថាអ្នកគ្នាប្រហែលជាអាចនឹងស្គាល់ហ្នឹងហើយនៅពេលនោះចែកកលេសធម៌របស់យើងគាត់ក៏បានយកអាចកំភ្លើងរបស់គាត់ហ្នឹងដាក់នៅដើមទ្រូងហើយក៏លុញទៅលុញមកធ្វើឲ្យខ្ញុំហ្នឹងគឺលមូលពួរតែម្ដងនិយាយលេងអ្នកគ្នានៅពេលហើយអ្នកដែលគ្រប់គ្រងធម៌ថែមហ្នឹងមានឈ្មោះថាតេម៉ូជីនហើយក៏លេខធម៌ក៏បានបន្តនិយាយទៀតថាសូមបច្ចេកវិទ្យាខ្លួនផងព្រោះថានៅទីនេះជញ្ជាំងមានត្រចៀកដែលកលេចធម៌កំពុងតែនិយាយយើងក៏បានឃើញថាក៏មានបរិមម្នាក់កំពុងតែមើលមកកាន់ពួកគេហើយដែលកលេចធម៌និយាយចប់នាងក៏បានឲ្យអ្នកបើករទេលរបស់នាងចាក់ចេញទៅតែនៅពេលដែលនាងកំពុងតែធ្វើដំណើរចាក់ចេញទៅនាងក៏បាននិយាយទៅកាន់សុយហ្គេនថាព្រោះមានរឿងយើងគឺមិនបាននិយាយអីច្រើនទេបាននិយាយថាអ្នកដែលលួចស្ដាប់គេគឺមានលទ្ធផលបែបគឺថាឡើងខូចភ្នំនោះមកចំហៀងតែម្ដងគឺថាពិតជាខ្លាំងមែនតើតបគឺនាងបានធ្វើដំណើរចាក់ចេញបាត់ទៅហើយពេលនោះអ្នកទាំងពីរក៏មានអារម្មណ៍ទទួលដឹងថាក៏មានអ្នកខ្លាំងម្នាក់កំពុងតែឈរមើលមកបរិមម្នាក់នោះយ៉ាងខ្លាំងពេលនោះយើងក៏ឃើញថាបរិមម្នាក់នោះក៏បានបាត់ខ្លួនទៅហើយរិនក៏បាននិយាយដែរថាប្រយ័ត្នខ្លួនបន្តិចទៅបរិមម្នាក់នេះគឺមានធម៌ពលគឺខ្លាំងមែនតើព្រោះគេជាសមាជិកដ៏កម្ពូលរបស់ថោថានចឹងគឺធម៌ពលរបស់គេគឺមិនមែនអន់នោះទេហើយនៅពេលនោះសុយហ្គេនក៏បាននិយាយថាហើយអ្វីនាងមកជួយគេរបស់រិនក៏បានឡើងទៅដល់លេខ33ផងដែររៀនក៏បាននិយាយថាហើយអ្វីក៏វាឡើងអញ្ចឹងយើងក៏ឃើញថារិនក៏បានរលាយ teleport ចាក់ចេញពីកន្លែងនេះបាត់ទៅតាមមកខាងសុយហ្គេនយើងវិញសុយហ្គេនកំពុងតែមើលទៅកាន់ទូរស័ព្ទរបស់គេហើយបាននិយាយថានិយាយមួយម៉ាត់យ៉ាងខ្លីថាសុយហ្គេនអូខេបន្ទាប់ពីរឿងរបស់យើងបានបញ្ចប់ខ្ញុំពិតជាសូមទោសអ្នកនរគ្នាមែនតើចំពោះការលេបវីដេអូ4-10ថ្ងៃនេះគឺថាlevel នេះ level បខហ្គេមមិន level ធ្វើអីច្រើនទេ level បខហ្គេមមិនថាខ្ញុំចង់បខហ្គេមទេដោយសារនៅថ្ងៃបុណ្យចូលឆ្នាំចិនអញ្ចឹងគឺអ្នកនៃចិត្តផ្ទះអីចឹងគឺគាត់បានចាក់បាសឬក៏ច្រៀងតិចតួចគឺថាមកឡូឡាធ្វើឲ្យខ្ញុំបាក់សម្រាយអញ្ចឹងហើយបានធ្វើឲ្យខ្ញុំហ្នឹងគឺលេបវីដេអូបានបខត្រឹមតែហ្គេមខ្ញុំពិតជាសូមទោសមែនតើខ្ញុំក៏អរគុណអ្នកនរគ្នាផងដែរដែលបានទស្សនាវីដេអូមួយនេះតាមពីដើមរហូតដល់ចប់ពីខ្ញុំបាទអារ៉ុននឹងជួបគ្នានៅវីដេអូក្រោយបាយបាយ